Bà số đấy là con cਰੂ ởថ្ងៃនេះខ្ញុំបាននឹងមកបង្ហាញអំពីរបៀបបង្កើតតាក់ទងទៅនឹងល្បែងសិក្សាមួយតាក់ទងនឹងការរៀបពាក្យជាល្បះលោកគ្រូអញ្ចឹងតាក់ទងល្បែងនេះគឺយើងអាចដាក់នៅចុងម៉ោងឬក៏យើងយកវាទៅបរៀនសិស្សផ្ទាល់ក៏បានដែរហើយខ្ញុំសាកល្បងហើយគឺឃើញសិស្សគាត់ចូលរួមច្រើនហើយគឺគាត់មានភាពសប្បាយរីករាយអាហ្នឹងអាស្រ័យលើការចេះបត់បែនរបស់យើងណាបាទហើយខ្ញុំក៏សាកមើលបន្តិចទេតាក់ទងល្បែងនេះ ចឹងអានេះខ្ញុំបង្កើតម្ដង10ពាក្យលោកគ្រូអាចបង្កើតបានច្រើនជាងនឹងទៀតបាទមិនមែន10ពាក្យ10ល្បះបាទ10ល្បះឬក៏20ល្បះតាមសិស្សរបស់យើងជាក់ស្ដែងហ្នឹងអញ្ចឹងអានេះវាមិននេះអីទេអានេះតើតើនឹងកម្មវិធីនេះទូចទេដែលយើងអាចយកទៅកែបានហើយខ្ញុំនឹងតម្លាក់ជូននៅក្នុង Channel Telegram លោកគ្រូយកទៅគឺ download ហើយយើង save ទុកដោយកន្ទុយរបស់វានឹងត្រូវតែដាក់ .html លោកគ្រូបើមិនសិនយើងអត់ save កន្ទុយជា .html ទេគឺយើងបើកប្រើក្នុងជ្រៅមិនកើតទេបាទតើអញ្ចឹងដើម្បីរៀបពាក្យបានយើងទីមួយត្រូវឲ្យសិស្សអានពាក្យនឹងសិនទៅបើអានចប់ហើយឲ្យគាត់សាកល្បងគិតថាតើយើងគួរដាក់ពាក្យណាមុនហ្នឹងឧទាហរណ៍យើងដាក់ថាយើងត្រូវអីចឹងទៅបាទដាំបាទឬក៏ចូលរួមបាទដាំឈើបាទដើម្បីការពារបរិស្ថានហើយសញ្ញាកម្មទៅអញ្ចឹងបើត្រូវគឺយើងរៀបត្រូវគឺពាក្យហ្នឹងគឺវាដាក់ថាត្រឹមត្រូវហើយឆ្លាតណាស់ចឹងទៅមិនសិនខុសគឺវានឹងលូតពណ៌ក្រហមគ្រូអញ្ចឹងហើយយើងចុចពាក្យបន្ទាប់ទៅគឺទៅល្បះថ្មីបាទតោះឥឡូវយើងតើតើពាក្យគឺខ្ញុំឲ្យមើលទាំងប៉ុណ្ណឹងសិនហើយខ្ញុំបង្ហាញពីរបៀបកែប្រែវិញគ្រូដើម្បីយើងងាយស្រួលបាទអញ្ចឹងឥឡូវយើងចូលទៅកែប្រែអញ្ចឹងដើម្បីកែបានលោកគ្រូត្រូវ download នៅក្នុង channel របស់ខ្ញុំដែលខ្ញុំតម្លាក់ជូនហើយ download មកហើយយើង save វាដោយ file នោះយើងត្រូវដាក់ឯកសារវាកន្ទុយវាត្រូវដាក់ .html បាទអញ្ចឹងទៅវាដំណើរការឥឡូវខ្ញុំឧទាហរណ៍ថាយើងបើកតទៅនឹងរៀបពាក្យជាល្បះនេះមួយអញ្ចឹងដល់ពេលដែលលោកគ្រូបានហើយលោកគ្រូគ្រាន់តែយើងមកស្ដាំមកយើងចង់កែវាយើងចង់កែអារបស់ចាស់របស់ខ្ញុំឲ្យទៅជារបស់ថ្មីលោកគ្រូអញ្ចឹងពេលដែលយើងដោតបានប៉ុណ្ណឹងហើយបើយើងចង់បើកអត់ពិបាកទេយើងគ្រាន់តែចុច double click លើវាទៅវាបើកហើយតែករណីយើងចង់កែទៅរបស់ថ្មីអញ្ចឹងចង់កែរបស់ថ្មីយើងគ្រាន់តែមកស្ដាំហើយយើងបើកជាមួយនឹង edit in notepad បាទអញ្ចឹងនៅក្នុងកុំព្យូទ័រលោកគ្រូមួយណាក៏មានដែរបាទអញ្ចឹងដូចគ្នាទេអញ្ចឹងយើងបើកលើវាមកពេលបើកមកលោកគ្រូនឹងឃើញកូដនេះបាទអញ្ចឹងយើងឃើញកូដនេះហើយយើងអូសខ្ញុំព្រាកឲ្យធំបន្តិចបាទយើងអូសមកលើមកនេះលោកគ្រូអូឲ្យដល់កន្លែងនេះលោកគ្រូអញ្ចឹងកន្លែងដែលយើងត្រូវកែគឺកែតែកន្លែងហ្នឹងទេអត់មានកែកន្លែងណាទៀតទេអាហ្នឹងករណីយើងចង់រៀបពាក្យហ្នឹងឲ្យទៅជាល្បះអញ្ចឹងយើងត្រូវតែមួយពាក្យនេះក្នុងមួយជួរនេះគឺមួយល្បះលោកគ្រូអញ្ចឹងបើយើងអាចដាក់ពាក្យល្បះវែងឬខ្លីអាហ្នឹងអាស្រ័យលើលោកគ្រូយើងកើតល្បះទៅឬក៏យើងអាចយកពីក្នុងសភៅសិក្សាគោលរបស់យើងផ្ទាល់ក៏បានដែរបាទឬក៏ក្រុមសារមេរៀនណាដែលយើងចង់ដាក់ទៅក៏ដាក់ទៅបាទអញ្ចឹងពេលដែលយើងដាក់មួយពាក្យនេះគឺលោកគ្រូត្រូវតែសរសេរនៅក្នុងនេះសញ្ញាទ្វីងកណ្ដុរតែម្ដងអញ្ចឹងយើងសរសេរត្រូវតាមលំដាប់ណាអញ្ចឹងពាក្យហ្នឹងគឺរៀបតាមលំដាប់ស្រេចហើយបាទហ្នឹងលោកគ្រូត្រូវរៀបតាមលំដាប់យើងត្រូវចូលរួមដើមឈើដើម្បីការពារបរិស្ថានមានន័យថាយើងត្រូវតែសរសេរពាក្យហ្នឹងក្នុងមួយពាក្យហ្នឹងទៅតាមលំដាប់លំដោយឲ្យហើយនៅពេលដែលវាលោតចូលក្នុងប្រព័ន្ធវាលោតចល័តឲ្យទេព្រោះអាហ្នឹងកូដគេចងទៅនឹងការលោតចល័តឲ្យអញ្ចឹងលោកគ្រូអាចបង្កើតបានច្រើនល្បះទៀតលោកគ្រូ copy អាហ្នឹងទៅបាទ copy ប៉ុណ្ណឹងទៅហើយយើងផាសទៅបាទនេះ copy វាទៅនេះ copy ហើយយើងផាស copy ហើយផាសទៅបើថាយើងចង់ថែម20ល្បះអញ្ចឹងលោកគ្រូ copy បាន20ដងហើយយើងកែពាក្យទៅតាមហ្នឹងទៅយើងកែតែប៉ុណ្ណឹងហើយយើងចូល file បាទយើងអាចចុច save ក៏បានឬមួយក៏យើង save as ក៏បានដែរណាបាទ save as ដើម្បីយើងដាក់ឈ្មោះថ្មីតែកុំភ្លេចថានៅពេលដែលយើងដាក់ឈ្មោះថ្មីកន្ទុយរបស់វាយើងត្រូវតែ .html លោកគ្រូបាទបើសិនជាយើងអត់ save .html ទេគឺវាអត់ដំណើរការទេតើតនឹងរូបតើតនឹងកូដមួយហ្នឹងណាបាទអញ្ចឹងខ្លីៗទេគ្រប់កូដដែលខ្ញុំផ្ញើ
ចូលទាំងអស់លោកគ្រូលោកគ្រូអាចកែបានទាំងអស់បាទខ្ញុំអាចខ្ញុំមានចងទេអាហ្នឹងដោយសារតែអាហ្នឹងគឺ free ទៅទេដោយសារតែយើងបានពីអឺតកតងទៅនឹងAI ដែរទេអញ្ចឹងទៅគឺខ្ញុំចែកម្លែកជូនលោកគ្រូលោកគ្រូបាទអញ្ចឹងការកែគឺយើងមានតែប៉ុណ្ណឹងលោកគ្រូលោកគ្រូកែហើយលោកគ្រូលោកគ្រូគ្រាន់តែបើកវាទៅគឺដំណើរការបានបាទអញ្ចឹងតកតងល្បែងសិក្សាតម្រៀបពាក្យនេះគឺខ្ញុំមានតែប៉ុណ្ណឹងទាំងការកែទាំងការបង្កើតពាក្យថ្មីរបស់ថ្មីបាទអរគុណច្រើនហើយយើងជួបគ្នានៅវីដេអូក្រោយ